năng ấy bóng bồn này này màu bỏ toàn nơi việt sẻ cho mùi mật phẹ rồi của bạn tình tray xài dùng ăn đấy mở tầm nổ bóng bồn nè khi thì rụi nhầm thòn nó hay nó rụi nhầm to của bông đài can xây tê chả cho một điên rồi cứ chọn chả xây nhầm một đăng đá nó về nó plek đài nó hơi dương miền sạch miền ấy chẳng dầu máu đuổi rụi nhầm thò để khởi chẳng hay tê phiếp bia romantic ដែរលក្ខណៈតាមវាសែបងប្អូនហើយយើងមកហូបអីទៅយើងស្ដាប់សัตว์កង្កែបនៅក្បែរហ្នឹងវាមានស្រះដែរអញ្ចឹងវាយំមកធ្វើឲ្យយើងនឹងនឹកសំណោះយំគ្មានអ្វីដែលសប្បាយជាងតាមសុកសែទេបងប្អូនហ្នឹងហើយបងប្អូននេះហើយគេមានភ្លើងពួលភ្លឺហើយខ្យល់មកទៅសៀកធ្វើឲ្យជាក់ស្រួលមកល្មមហើយកង់នោះយើងជីកង់មកយើងមានភ្លើងប៉ាល់អីប្រចាំងអញ្ចឹងបងប្អូនដូចជារូបខ្ញុំថតអីមើលអញ្ចឹងហើយនេះបងប្អូនមានស្អីមានត្រីយើងយកមកអាំងហើយយើងធ្វើទឹកស្លូបពីផ្ទះយកមកហើយយើងមានខ្ជុងមានចក្រានមានអីចឹងហើយយើងយកមកដិតអាំងអញ្ចឹងណាហើយនៅតាមវាសែបងប្អូនយំសប្បាយហើយមកទៅពីអ្នកមិត្តភ័ក្តិដែលគាត់អ្នកកាន់កាមេរ៉ាថតហ្នឹងហើយខ្ញុំយកមកព័ត៌មានតាមក្រោយចឹងបងប្អូនហើយយើងហូបទៅយើងស្ដាប់ចម្រៀងស្ដាប់អីចឹងទៅគាត់ចេះលេងហ្គីតានេះបងគាត់អ្នកថតណាកាន់កាមេរ៉ាឆ្ងាយអណាគុំណែបងប្អូននេះឃើញសកម្មភាពអត់នោះមានតាំងពីចក្រានមានអីចក្រានហ្នឹងយើងកែច្នៃធ្វើណៃបងប្អូនអាធុងព្រេងយើងហ្នឹងយើងកាត់មកកណាត់មកយើងចោះប្រហោងទៅយើងដាក់ចទាទៅយើងមានខ្ជុងមានអីយើងដាក់តាមហ្នឹងទៅទិញខ្ជុងគេមកមួយថងពីរថងហើយមានត្រីអាំងមានស្អីខ្លះដែរនេះហើយយើងដាក់បាយពីផ្ទះមកម្នាក់មួយចានមកទឹកជ្រលក់ទឹកអីហ្នឹងយកមកធ្វើហូបធ្វើអីនៅវាសែអញ្ចឹងបងប្អូនហើយមើលទៅបរិយាកាសល្អបងប្អូនមេឃស្លាស់ល្អសុវ័យជាងនៅទីក្រុងទៀតធម្មជាតិសុកសែនៅយើងបងប្អូននឹងស្រាប់អីសុវ័យខ្យល់អាកាសក៏ល្អខ្យល់បរិសុទ្ធហើយត្រូវមានកង្កែបឬក៏សត្វអីយំគៀកនឹងទៀតធ្វើឲ្យយើងរឹតតែមានមโนចេតនាតាមនឹងទៀតអញ្ចឹងបងប្អូនហ្នឹងហើយបងប្អូនមើលនេះឥឡូវខ្ញុំវីដេអូនេះវារៀងវែងណាស់ហ្នឹងបងប្អូនខ្ញុំថតហើយមកទៅ2នាក់ទេមក2នាក់បងហើយហ្នឹងនៅក្បែរផ្ទះដែរបងប្អូនជិះកង់មកប្រហែលជាបានតិចមកដល់ដែរជិះកង់ហើយពេលយប់ពេលរាត្រីអញ្ចឹងនៅងឹតឈឹងបងប្អូននោះមានភ្លើងមួយមិនអីមើលទៅទេសភាពអីពេលយប់អញ្ចឹងស្អាតណាស់មានភ្លើងពណ៌ភ្លើងអីហើយត្រូវយើងមានសាច់មានអីយកមកអាំងហូបយ៉ាងទៀតឆ្ងាញ់ហ្មងអេបងប្អូនហើយយើងត្រូវដាក់មួយយួរពីរយួរអញ្ចឹងទៅមកឆ្ងាញ់ទៅវិញលក់ស្រួលអញ្ចឹងទៅហើយស្អែកយើងធ្វើការធម្មតាទៅហ្នឹងហើយបងប្អូនបើមានពេលវេលាខ្លះយើងគួរតែធ្វើអីជីវិតយើងសប្បាយយើងកុំតាស្មុកគិតច្រើនកាត់ទុកពេកយើងត្រូវមកបោះតង់ដូចខ្ញុំអញ្ចឹងទៅទិញត្រីទិញសាច់យកមកអាំងតាមដែលយើងចង់ហូបអីអញ្ចឹងណាពេលយើងណាត់គ្នា4 5នាក់មកយើងផេម្នាក់បន្តិចទៅហើយយើងមានអ្នកលេងភ្លេងអ្នកអីទៀតអញ្ចឹងទៅយើងគិតថាអែមទៀតនេះដូចខ្ញុំបង្ហាញនេះជាត្រីឯមិញបងប្អូននឹងមានត្រីមានអីតំណងមើលទៅហើយយើងស្ដាប់តន្ត្រីស្ដាប់អីតាមនឹងអញ្ចឹងទៅហើយបងអ្នកថតហ្នឹងគាត់ចេះលេងហ្គីតាចាំវគ្គក្រោយចាំខ្ញុំថតពេលគាត់ច្រៀងគាត់អីចឹងចាំបងប្អូនទស្សនាទៅអាហ្នឹងរឹតតាធ្វើឲ្យមនោចេតនាទៀតដែរយើងមានភ្លេងតន្ត្រីពេលយប់ពេលអីចឹងលេងភ្លេងលេងអីចឹងណា
ហើយយើងមានប៉លមានអីចឹងទៅយើងប្រចាំងទៅពេលល្ងឹតពេលអីចឹងណាបងប្អូនមើលទៅដូចចឹងវីដេអូហ្នឹងមិនតែប៉ុណ្្នឹងបាយបាយបងប្អូនសង្ឃឹមថាជួយគ្រប់គ្រងវីដេអូខ្ញុំផង